ចាជាដំបូងគោរពជំរាបសួរលោកគ្រូកែនជំថាជាគ្រូឧទ្ទេសនៃមុខវិជ្ជាវិទ្យាសិក្សាផងដែរនេះខ្ញុំធ្វើឆេងគម្លៀងលេខរៀងទី25មកពីថ្នាក់ឌីអញ្ចឹងថ្ងៃនេះជាសប្តាហ៍ទី5ដែលខ្ញុំមកនិយាយមេរៀនតកតងទៅនឹងមេរៀនការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងនៅក្នុងចំណុចនេះដែរគឺមានពីរចំណុចធំអញ្ចឹងដំបូងគឺយើងបកស្រាយតកតងនឹងការវិតម្លៃក្នុងម៉ោងសិក្សាចឹងសម្រាប់វត្ថុបំណងបន្ទាប់ពីយើងរៀននឹងចប់អញ្ចឹងកំណត់បានពីអត្ថន័យនៃការវិតម្លៃតាមដំណាក់និងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ដោយមើលលើភាពខុសគ្នារបស់វាពណ៌នាបានពីរបៀបសង្កេតអាកប្បកិរិយារបស់សិស្សការបញ្ចេញសំឡេងកាយវិការនិងទឹកមុខនិងទំនាក់ទំនងតាមរយៈខ្សែភ្នែកផងដែរសួរសំណួរដែលទាញយកចម្លើយសមស្របដើម្បីឲ្យសិស្សចូលរួមនិងបង្ហាញការយល់ដឹងផ្ដល់ព័ត៌មានត្រឡប់ផ្សេងគ្នាដល់សិស្សអំឡុងពេលសិក្សានិងញែកភាពខុសគ្នារវាងការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពសម្រាប់មាតិកាមាន5ធំចំណុចទី1សេចក្តីផ្ដើមចំណុចទី2វត្តនៃការវិតម្លៃតាមដំណាក់ទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់និងទី5ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពចាអញ្ចឹងចំពោះសេចក្តីផ្ដើមវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងតើប្រភេទនៃការវិតម្លៃតាមដំណាក់បែបណាដែលអ្នកកំពុងប្រើនិងរបៀបប្រើប្រាស់របស់វាឲ្យមានប្រសិទ្ធភាពនៅពេលដែលការវិតម្លៃតាមដំណាក់ទោះបីជាមានលក្ខណៈបែបណាក៏ដោយវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវទោះបីជាមានលក្ខណៈបែបណាក៏ដោយវាមានភស្តុតាងដ៏ល្អដែលថាវានឹងមានអត្ថប្រយោជន៍ជាវិជ្ជមានសម្រាប់ការសិក្សានិងការលើកទឹកចិត្តសម្រាប់សិស្សផងដែរតើការវិតម្លៃតាមដំណាក់ជាអ្វីការវិតម្លៃតាមដំណាក់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់ដោយសមិទ្ធផលផងដែរអញ្ចឹងចំពោះដំណាក់កាលវាគឺយើងអាចវិតម្លៃតាមភស្តុតាងមានតកតងទៅនឹងការបកស្រាយមិនមានភាពលំអៀងផងដែរអញ្ចឹងសិស្សត្រូវផ្ដល់មតិត្រឡប់មកវិញភ្លាមឬក៏ពន្យាពេលច្បាស់លាស់ផងដែរប្រមូលភស្តុតាងនៃការសិក្សាការសង្កេតមិនផ្លូវការសួរសំណួរនិងការកែលម្អការបង្រៀនផងដែរចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់អញ្ចឹងភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមដោយពាក់ព័ន្ធមតិកែលម្អឬក៏ធ្វើនៅពេលណាហើយនឹងការកែលម្អការបង្រៀនជំរឿននៃកិច្ចការអន្តរកម្មរវាងគ្រូហើយនិងសិស្សតួនាទីនៃស្វ័យសិក្សាវិតម្លៃរបស់សិស្សការលើកទឹកចិត្តគុណលក្ខណៈសម្រាប់ភាពជោគជ័យផងដែរចូលចំណុចទី4 2.4 ប្រភេទនៃការវិតម្លៃតាមដំណាក់អញ្ចឹងវិតម្លៃតាមដំណាក់យើងមាននៅក្នុងម៉ោងសិក្សាហើយនឹងវិតម្លៃតាមដំណាក់ដែលផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងក្នុងម៉ោងសិក្សាមាន2ភ្លាមឬក៏មានកម្រងអញ្ចឹងទៅចំណែកឯតម្លៃបញ្ចប់គឺក្នុងថ្នាក់ទូទៅហើយនឹងខ្នាតធំផងដែរប្រភេទនៃឥឡូវយើងចូលប្រភេទនៃការវិតម្លៃតាមដំណាក់តក្នុងការវិតម្លៃតាមដំណាក់យើងត្រូវគិតដល់ការវិតម្លៃពីរប្រភេទការវិតម្លៃក្នុងម៉ោងសិក្សាហើយនិងការវិតម្លៃតាមដំណាក់ផ្អែកលើការវិតម្លៃបញ្ចប់ការវិតម្លៃក្នុងម៉ោងសិក្សាកើតឡើងនៅពេលដែលការបង្រៀននិងរៀនកើតឡើងដោយបន្តបញ្ចូលទៅក្នុងការបង្រៀនតាមរយៈការសង្កេតរបស់គ្រូការសួរសំណួរមតិកែលម្អតាមពេលវេលាផងដែរនិងការកែលម្អបង្រៀនភ្លាមលក្ខណៈប្លែកគឺថាត្រូវរៀនបង្កប់ជាមួយនឹងការបង្រៀនការវិតម្លៃក្នុងម៉ោងសិក្សាមានពីរប្រភេទគឺភ្លាមហើយនិងគ្រោងទុកអញ្ចឹងវិតម្លៃក្នុងម៉ោងសិក្សាភ្លាមហ្នឹងគឺកើតឡើងព្រមគ្នានៅពេលដែលគ្រូធ្វើអន្តរកម្មជាមួយសិស្សជាធម្មតាដែលប្រើសំណួរសួរក្នុងថ្នាក់ឬក៏ការងារក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្របង្កើតជាពេលវេលាដែលអាចបង្រៀនបានការវិតម្លៃក្នុងម៉ោងសិក្សាដែលគ្រោងទុកពាក់ព័ន្ធនឹងការប្រើប្រាស់សំណួរដែលបានរៀបចំឬក៏កិច្ចការដែលត្រូវបានប្រើប្រាស់នៅចំណុចជាក់លាក់នៅក្នុងការបង្រៀនទោះជាយ៉ាងណាក៏ដោយភស្តុតាងដែលប្រមូលបានភ្លាមដើម្បីវិតម្លៃនិងកំណត់ជំហានបន្ទាប់បញ្ហាប្រឈមគឺការដឹងអ្វីដែលតម្រូវឲ្យសិស្សធ្វើហើយនឹងបង្ហាញនូវភស្តុតាងត្រឹមត្រូវដែលអ្នកអាចប្រើដើម្បីធ្វើឲ្យការសិក្សាកាន់តែប្រសើរឡើងភាពខុសគ្នារវាងប្រភេទនៃការវិតម្លៃតាមដំណាក់ទាំងនេះគឺការវិតម្លៃដែលប៉ះពាល់ដល់ការសិក្សាហើយនិងសមិទ្ធផលការសិក្សាដល់កម្រិតណាវាច្បាស់ណាស់ថាការវិតម្លៃក្នុងម៉ោងសិក្សាមានអត្ថប្រយោជន៍វិជ្ជមានបំផុតដែលចងក្រងជាឯកសារសម្រាប់បង្កើនសមិទ្ធផលរបស់សិស្សហើយការវិតម្លៃខ្នាតធំមានផលប៉ះពាល់តិចបំផុតជាញឹកញាប់គ្មានអ្វីដែលសំខាន់បំផុតគឺការគ្រប់គ្រងក្នុងថ្នាក់រៀនដំណើរការវិតម្លៃតាមដំណាក់កាន់តែខិតជិតទៅនឹងការបង្រៀនហើយនឹងរៀន
ធាតុសំខាន់នៅក្នុងដំណើរការនៃការបង្រៀនប្រកបដោយប្រសិទ្ធភាពគឺពិនិត្យដោយជាបន្តដោយគ្រូហើយដើម្បីបញ្ជាក់ប្រតិកម្មរបស់សិស្សចំពោះការបង្រៀននឹងការរីកចម្រើនរបស់សិស្សឆ្ពោះទៅរកការយល់ដឹងអំពីខ្លឹមសារឬក៏បំពេញជំនាញចំណុចសំខាន់នៃការវិតម្លៃក្នុងម៉ោងសិក្សាគឺការសួរសំណួរហើយនិងការសង្កេតរបស់គ្រូទាំងនេះគឺជាចំណុចល្អនៃការវិតម្លៃតាមដំណាក់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាពនិងជាកន្លែងនៃការវិតម្លៃជំរុញឲ្យមានការណែនាំប្រកបដោយជោគជ័យអ្នកត្រូវដឹងពីអារម្មណ៍និងសកម្មភាពសិស្សនៅពេលដែលអ្នកបង្រៀនរបៀបបកស្រាយដែលអ្នកបានបង្ហាញហើយនឹងស្ដាប់ឮហើយឡើយបានជាយើងចាំបាច់សង្កេតសិស្សនៅពេលម៉ោងរៀនអញ្ចឹងយើងត្រូវមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សមើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការងារក្រុមមើលពីភាពត្រឹមត្រូវនៃចម្លើយកូនសិស្សក្នុងពេលដែលគាត់ឆ្លើយសំណួរមើលពីបំណិននៃការប្រើប្រាស់ភាសាវគ្គសព្ទដែលសិស្សក្នុងការបញ្ចេញមតិឬក៏គំនិតរបស់គាត់ហើយថាមើលថាតើគ្រូគប់ដល់ឧទាហរណ៍បន្ថែមឲ្យសិស្សទៀតឬអត់ខ្លាចគាត់ធ្វើទៅគាត់អត់យល់ចឹងការសង្កេតសម្រាប់ការវិតម្លៃក្នុងម៉ោងសិក្សាគឺគ្មានរចនាសម្ព័ន្ធនៃមានន័យថាมันមានទម្រង់ឬក៏នីតិវិធីដែលបានកំណត់ប៉ុន្តែវាមិនចៃដន្យទេឧទាហរណ៍គ្រូដែលមានប្រសិទ្ធភាពរៀនសង្កេតសិស្សដែលនៅសំខាន់នៅក្នុងថ្នាក់នីមួយៗដែលបង្ហាញប្រតិកម្មរបស់ពួកគេយ៉ាងច្បាស់ជាមួយអ្នកដទៃចូលចំណុចមួយទៀតតកតងទៅនឹងការអង្កេតការវិតម្លៃកប្បកិរិយាដែលគ្មានវិចារអញ្ចឹងគ្រូបង្រៀនពឹងផ្អែកយ៉ាងខ្លាំងលើភាសាកាយវិការការបង្ហាញទឹកមុខនិងទំនាក់ទំនងភ្នែករបស់សិស្សតាមរយៈការសង្កេតអត់ត្រឹមត្រូវអញ្ចឹងសកម្មភាពទាំងនេះត្រូវបានគេហៅថាមិនមែនជាពាក្យសម្ដីទេពីព្រោះសារត្រូវបានតាក់ទងដោយអ្វីមួយអំពីសិស្សជាជាងខ្លឹមសារនៃអ្វីដែលគាត់និយាយសញ្ញាដែលមិនមែនជាពាក្យសម្ដីទាំងនេះតែងតែសំខាន់ជាងបាននិយាយអញ្ចឹងភាគច្រើនដោយសារពួកគាត់ជាធម្មជាតិមិនមានចេតនាហើយក៏គាត់មិនអាចគ្រប់គ្រងបានដែរអញ្ចឹងបើយោងតាមមរហាប៊ីន1981ភាគច្រើន 90% នៃចិត្តរំភើបដែលបញ្ជូននៅក្នុងសារមួយត្រូវបានតាក់ទងគ្នាដោយកត្តាមិនមែនជាពាក្យសម្ដីទំនាក់ទំនងខ្លះគឺតាមរយៈរូបខាងក្រៅនិងអាកប្បកិរិយាដូចជាភាសាឬក៏កាយវិការហើយនឹងបង្ហាញទឹកមុខផងដែរហើយខ្លះទៀតប្រស័យតាក់ទងដោយសារសូរសំឡេងអមជាមួយនឹងអ្វីដែលបាននិយាយដូចជាការបញ្ចេញសំឡេងសង្កត់សំឡេងជាដើមអញ្ចឹងអាកប្បកិរិយាដែលមិននិយាយជួយអ្នកវិតម្លៃទាំងខ្លឹមសារនិងអារម្មណ៍ផងដែរអញ្ចឹងតាមរយៈការបង្ហាញទឹកមុខយើងអាចកូនសិស្សខ្លះគាត់មានអារម្មណ៍ថារីករាយស្អប់ខ្ពើមឬក៏មានទុកព្រួយឬក៏ភ្ញាក់ផ្អើលឬក៏ភ័យខ្លាចអ្វីមួយផ្សេងៗអញ្ចឹងទឹកមុខគឺជាប្រភពដ៏សំខាន់ដែលព័ត៌មានមិនមែនជាពាក្យសម្ដីព្រោះវាជាច្រកចេញចម្បងសម្រាប់អារម្មណ៍ហើយវាកម្របំភ្លៃអត្ថន័យអញ្ចឹងពេលសង្កេតទឹកមុខយើងអាចផ្ដោតទៅលើតំបន់3គឺចិញ្ចើមហើយនឹងថ្ងាសនិងតបកភ្នែកនិងច្រមុះឬក៏ខាងមុខនិងខាងក្រោយផងដែរអញ្ចឹងផ្នែកខាងក្រោមជាពិសេសមាត់ហើយនឹងតំណតំណងសុភមង្គលនិងកំសាន្តស្នាមញញឹមចងចិញ្ចើមចង្ការឡើងឬក៏មាត់ក្តាប់ឬក៏ការបញ្ចេញទឹកមុខផ្សេងទៀតដែលយើងអាចឃើញតាមរយៈទឹកមុខផងដែរអញ្ចឹងទន្ទឹមនឹងការសង្កេតគ្រូបង្រៀនត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលសិស្សឆ្លើយក្នុងសំណួរអំឡុងពេលបង្រៀនអញ្ចឹងដើម្បីដឹងថាសិស្សយល់ពីអ្វីដែលត្រូវបានបង្ហាញឬក៏អនុវត្តជំនាញដល់គោលដៅអត់គ្រូអាចចំណាយពេលរហូតដល់1/3នៃពេលបង្រៀនដើម្បីសួរសំណួរអញ្ចឹងតើគ្រូត្រូវធ្វើដូចម្ដេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពអញ្ចឹងយើងអាចសួរសំណួរឲ្យច្បាស់ចំងាយយល់នៅក្នុងការឆ្លើយជៀសវាងសំណួរតម្រង់បិទចាស់បាទចាស់ឬក៏ទេអញ្ចឹងប្រើសំណួរបដិញបន្តពីចម្លើយរបស់សិស្សនេះសួរម្ដងម្នាក់អញ្ចឹងទៅអញ្ចឹងវិធីតាក់ទងចំណុចទី5ការផ្ដល់មតិការលម្អប្រកបដោយប្រសិទ្ធភាពនឹងជាចំណុចចុងក្រោយនៅក្នុងការវិតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងវិធីមួយដែលគ្រូបង្រៀនប្រើប្រាស់ព័ត៌មានវិតម្លៃនោះគឺត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សឬក៏និស្សិតបន្ទាប់ពីពួកគេបានបង្ហាញពីចំណេះដឹងហេតុផលជំនាញឬក៏ការអនុវត្តរបស់ពួកគេអញ្ចឹងការឆ្លើយតបរបស់គ្រូត្រូវថាមានមតិការលម្អឬក៏ព័ត៌មានត្រឡប់ទៅសិស្សបន្ទាប់ពីការវិតម្លៃសមិទ្ធផលរបស់ពួកគេផងដែរអញ្ចឹងអាចថាប្រភេទនៃការផ្ដល់មតិការលម្អនឹងមានការពិនិត្យមើលអញ្ចឹងយើងអាចជូនដំណឹងដល់សិស្សអំពីភាពត្រឹមត្រូវនៅចម្លើយរបស់ពួកគេទទួលស្គាល់ចម្លើយរបស់គេអញ្ចឹងទៅហើយនឹងមួយទៀតតកតងទៅនឹងការបរិយាយលម្អិតអញ្ចឹងរួមបញ្ចូលការពន្យល់អំពីមូលហេតុដែលចម្លើយដែលត្រឹមត្រូវថាគាត់ធ្វើបែបនេះត្រឹមត្រូវឬក៏បង្ហាញចំណុចសំខាន់ដែលកំពុងតែរៀនហើយនឹងការកំណត់
ធម្មជាតិនៃការផ្ដល់មតិកែលម្អទីចំនួនជាទូទៅផ្ដល់មតិកែលម្អដែលពណ៌នានិងជាក់លាក់គឺល្អជាងផ្ដល់យោបល់ទូទៅវាជាការល្អបំផុតក្នុងការកំណត់កន្លែងដែលខុសច្រើនឬក៏អ្វីដែលផ្លាស់ប្ដូរដែលនឹងមានប្រយោជន៍បំផុតសម្រាប់សិស្សឬក៏ពេលវេលាមតិកែលម្អអំឡុងពេលវេលាថាគាត់ត្រូវប្រើពេលវេលាប៉ុន្មានក្នុងការពិភាក្សាគ្នាឬក៏ក្នុងការដែលគាត់គិតផងដែរអញ្ចឹងរបៀបនៃការផ្ដល់មតិកែលម្អអាចផ្ដល់តាមមាត់ការសរសេរឬក៏ការបង្ហាញផ្សេងៗរបស់គ្រូផងដែរហើយឬក៏អ្នកស្ដាប់មតិកែលម្អត្រូវបានផ្ដល់ដល់សិស្សម្នាក់ៗអញ្ចឹងក្រុមតូចៗឬក៏ក្រុមធំជាញឹកញាប់ការផ្ដល់មតិត្រឡប់ទៅការវិតម្លៃមកសិក្សាហ្នឹងត្រូវផ្ដល់ជាបុគ្គលក្នុងម្នាក់ៗគាត់គិតបែបម៉េចអីចឹងទៅអញ្ចឹងហើយនឹងមួយទៀតគឺប្រភេទនៃកិច្ចការអញ្ចឹងព័ត៌មានត្រឡប់ជាធម្មតាផ្ដោតលើអ្វីដែលបានរៀនឬក៏របៀបរៀនចាអញ្ចឹងចំណុចដែលខ្ញុំបកស្រាយតទៅនឹងការវិតម្លៃសិក្សាគឺចាប់ប៉ុណ្ណឹងចូលដល់មួយទៀតគឺតទៅនឹងពីការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងនៅក្នុងនេះគឺមានមាតិកា3ទី1ប្រភេទនៃការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ទី2ការផ្ដល់មតិត្រឡប់ទី3ការកែលម្អការបង្រៀនអញ្ចឹងការវិតម្លៃតាមដំណាក់ហ្នឹងដោយផ្អែកលើការវិតម្លៃអញ្ចឹងប្រភេទហ្នឹងយើងអាចមានប្រភេទព័ត៌មានត្រឡប់ហើយនឹងការកែលម្អបង្រៀនអញ្ចឹងប្រភេទមុនពេលវិតម្លៃលំហាត់ត្រូវមានរចនាសម្ព័ន្ធឬក៏បរិយាតែអញ្ចឹងទៅសំណួរខ្លីៗឬក៏ដាក់កិច្ចការផ្ទះអញ្ចឹងទៅពេលព័ត៌មានត្រឡប់អាចថាប្រភេទគឺយើងគិតពីពេលវេលាឬក៏ការឆ្លើយតបរបស់សិស្សការកែលម្អការបង្រៀនអញ្ចឹងការកែលម្អការបង្រៀនហ្នឹងអាចសិក្សាប្រកបដោយសមត្ថភាពឬក៏ឆ្លើយរបស់គាត់អញ្ចឹងទៅចាហើយនឹងចូលដល់វិធីការទី1ហ្នឹងអញ្ចឹងប្រភេទនៃការវិតម្លៃតាមដំណាក់ផ្អែកលើការវិតម្លៃអញ្ចឹងអាចថាលំហាត់មានរចនាសម្ព័ន្ធលំហាត់ដែលមានរចនាសម្ព័ន្ធហ្នឹងបែបម៉េចលំហាត់សម្រាប់សិស្សទាំងឡាយណាដែលមិនធ្វើឲ្យសិស្សហ្នឹងមានអារម្មណ៍ថាធុញថប់ក្នុងការធ្វើឧទាហរណ៍ថាលបែងជីវលចាស់ឬក៏ការបង្ហាញផ្ទាល់មាត់ផ្សេងៗអីចឹងទៅឬក៏តកតងទៅនឹងចំណុចខបូរ៉េតេសអញ្ចឹងបូរ៉េតេសហ្នឹងផ្ដល់មានថាគាត់ផ្ដល់ព័ត៌មានអំពីអ្វីដែលសិស្សដឹងដែលពួកគេអាចធ្វើបានឬក៏កិច្ចការផ្ទះមិញដែលខ្ញុំនិយាយមិញហ្នឹងគឺអាចសិស្សអនុវត្តជំនាញផ្សេងៗទៀតអីចឹងទៅដែលគាត់មានចាអញ្ចឹងចូលដល់ចំណុចទី2តកតងទៅនឹងការផ្ដល់មតិត្រឡប់មកវិញអញ្ចឹងបរិមាណនៃការផ្ដល់ត្រឡប់ហ្នឹងយើងអាចថាអ្នកទទួលមតិឬក៏មធ្យោបាយមិនបែបម៉េចដើម្បីឲ្យយើងទទួលបានទៅថាកូនសិស្សហ្នឹងគាត់ធ្វើបានល្អអញ្ចឹងជំហាន3ដែលអាចធ្វើឲ្យគ្រូសន្មតទុកជាមុនពីធម្មជាតិនៃការផ្ដល់ហ្នឹងទី1គឺយល់ដឹងអំពីលទ្ធផលរំពឹងទុកនៃការសិក្សាដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានបង្កើតគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់ចាអញ្ចឹងចូលដល់ចំណុចទី3ការកែលម្អបង្រៀនក្រោយផ្ដល់មតិត្រឡប់វិញហើយអញ្ចឹងការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយប្រកបដោយអន្តរាគមន៍ចាអញ្ចឹងមានយើងពេលគាត់ឆ្លើយយើងត្រូវមានការអន្តរាគមន៍ចំពោះគាត់ដែលគាត់ឆ្លើយសំណួរផ្សេងៗការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សឬក៏វឌ្ឍនភាពសិក្សារបស់សិស្សការកែលម្អការបង្រៀនសារចុះសារឡើងច្រើនដងនិងចំណុចទូចនៅក្នុងចំណុចទី3ហ្នឹងគឺ3.1ការសិក្សាប្រកបដោយសមត្ថភាពដែលយើងបាននិយាយមិញហ្នឹងមានន័យថាត្រូវមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្នដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នាថាជំនួសមកជាមួយនឹងការបង្រៀនឆ្លើយតបចម្រោះចុះឡើងអីចឹងទៅតែពេលការឆ្លើយបែបអន្តរាគមន៍ហ្នឹងហើយពិនិត្យតាមដានសិស្សឲ្យដិតដល់ជាប្រចាំដើម្បីអន្តរាគមន៍ដល់គាត់នឹងការឆ្លើយតបដើម្បីមានភាពខុសគ្នារបស់សិស្សអញ្ចឹងការបង្រៀននឹងរៀនដើម្បីឆ្លើយតបសិស្សដែលខុសគ្នាមានធាតុ5ដែរនៅក្នុងនឹងទី1បរិស្ថានថ្នាក់រៀនទី2កម្មវិធីសិក្សាទី3វិតម្លៃការបង្រៀននឹងរៀនហើយនឹងការគ្រប់គ្រងសិស្សនៅក្នុងថ្នាក់ផងដែរបន្តមកទៀតចូលដល់វឌ្ឍនភាពរបស់សិស្សអញ្ចឹងជាផែនទីក្នុងអំឡុងពេលវេលាណាមួយដើម្បីដឹងពីព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលពីការយល់ដឹងរបស់សិស្សនឹងឆ្លើយតបជាមួយនឹងការកែលម្អនិងការបង្រៀនចាំបាច់និងចំណុចទូចនៅក្នុងហ្នឹងគឺចំណុចទី5ការកែលម្អបង្រៀនសារចាស់សារឡើងមានថាច្រើនដងអញ្ចឹងទៅអញ្ចឹងប្រភេទទាក់ទងទៅនឹងការអានមានថាឲ្យគាត់អានអត្ថបទចុះឡើងឬក៏ការងារក្រុមទូចការបង្រៀនជាបុគ្គលមានថាទីយើងដាក់លំហាត់នឹងមួយអញ្ចឹងទៅឬក៏ការអានណាមួយចឹងឲ្យគាត់អនុវត្តជាបុគ្គលឬក៏ការអនុវត្តក្រុមតូចរបស់គាត់បង្រៀនគ្នាចុះឡើងអីចឹងទៅចាហើយនឹងអាចសួរសំណួរផ្ទាល់មាត់ទាំងអស់នៅក្នុងថ្នាក់ជាងឲ្យព្យាយាមសួរគាត់ម្នាក់ម្ដងអញ្ចឹងទៅចុះឡើងហើយនឹងការតើតើនឹងឧបករណ៍ digital ថ្មីយើងអាចផ្ដល់ឲ្យសិស្សប្រើប្រាស់ឧបករណ៍ digital ថ្មីដែលអាចមើលការបង្រៀនឡើងវិញឧទាហរណ៍ប្រចាំង slide ប្រចាំងអីអាហ្នឹងទាំងអស់ហ្នឹងហើយគឺជាការ
បង្រៀនបន្ថែមតកតងទៅនឹង digital ផងដែរចាអញ្ចឹងសរុបមកវិញតកតងទៅនឹងការវិតម្លៃក្នុងម៉ោងសិក្សាហើយនឹងការវិតម្លៃនៅបញ្ចប់អញ្ចឹងសុទ្ធតែមានសារៈសំខាន់ទាំងអស់សម្រាប់កូនសិស្សទាំងអស់គ្នាហើយនឹងក៏មានសារៈសំខាន់ក្នុងនាមយើងជាគ្រូដើម្បីឲ្យយើងដឹងអំពីសមត្ថភាពរបស់សិស្សថាសិស្សរបស់យើងនៅដល់កម្រិតណាផងដែរចាអញ្ចឹងចំណុចដែលខ្ញុំបកស្រាយគឺបានបញ្ចប់ចឹងក៏សូមអរគុណដែលបានទស្សនាវីដេអូនេះដល់ចប់ផងដែរគឺមានកន្លែងណាដែលខ្វះខាតឬក៏ចំណុចណាដែលមិនល្អសូមមេត្តាខន្តីពីទោសផងដែរអរគុណ